នៅក្នុងប្រទេសញូហ្សេឡង់យើងឥឡូវចាប់ផ្ដើមរៀងក្តៅហើយអញ្ចឹងហើយក៏ខ្ញុំធ្វើប្រអែមមួយមុខនេះញ៉ាំជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំគឹមអ៊ីមកទៀតហើយមកបង្ហាញបងប្អូនពីការធ្វើបង្អែមព្រិលដើម្បីដាក់ក្នុងទូក្លាសេតិចឆ្ងាញ់អញ្ចឹងណាព្រោះខែក្តៅហើយឥឡូវមកមើលគ្រឿងផ្សំខ្ញុំទាំងអស់គ្នាបងប្អូននេះបងប្អូនអាចមើលគ្រាប់នឹងបានខ្ញុំទិញនៅផ្សារចិនយើងនឹងឯងតែអានឹងចំណាយពេលយូរសម្រាប់ការត្រាំវាអញ្ចឹងខ្ញុំមុននឹងធ្វើអាហ្នឹងខ្ញុំត្រាំទុកវាល្ងាចបងប្អូនត្រាំទៅរីកអស់បែបនេះណាគ្រឿងផ្សំទាំងអស់គឺរកបាននៅផ្សារចិនយើងនឹងឯងបងប្អូននិយាយទៅមានគ្រាប់កេជីនេះទៅហើយមានព្រិលមិញនឹងឯងបន្ទាប់មកខ្ញុំក៏មានជាសរសៃមាសសរសៃមាសហ្នឹងឆ្ងាញ់ណាបងប្អូនខ្ញុំចូលចិត្តខ្លាំងមែនតើសរសៃមាសហ្នឹងមើលទៅវាដូចផ្កាចេកយើងអញ្ចឹងប៉ុន្តែមិនមែនទេណាហើយគ្រឿងផ្សំទាំងអស់ហ្នឹងខ្ញុំអត់មានបានវល់អីទេបងប្អូនដាក់បរិមាណដែលបងប្អូនចង់ញ៉ាំខាប់ឬក៏រាវអីចឹងណាហើយមានពធាក្រហមយើងផងដែរបងប្អូននិយាយទៅគ្រឿងផ្សំខ្ញុំមានដូចជាតែ5មុខហ្នឹងឯងធ្វើបានហើយបងប្អូនហើយក៏ខ្ញុំធ្វើការដាក់គ្រាប់chia seedប៉ុន្តែខ្ញុំត្រាំវាឲ្យហើយអញ្ចឹងណាបើបងប្អូនអត់សូវចូលចិត្តអីក៏មិនបាច់ដាក់ក៏បានដែរ Hi say hi hi hello 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 បាយបាយមួយបាយបាយជីវិតយើងពេលដែលយើងមានកូនតូចហើយចង់ឆ្លៀតធ្វើវីដេអូពី3កំណាត់អញ្ចឹងឯងឥឡូវមកមើលការធ្វើរបស់ខ្ញុំវិញបងប្អូននេះខ្ញុំដាក់ដាំទឹកនឹងឲ្យពុះហើយខ្ញុំស្រុះអាព្រិលនឹងអញ្ចឹងបងប្អូនខ្ញុំមិនដឹងគេហៅអីដែរខ្ញុំសុខចិត្តហៅព្រិលអញ្ចឹងណាខ្ញុំធ្វើការដាក់ដាំទឹកហ្នឹងខ្ញុំបង់ឡើងកន្លះឆ្នាំងដែរបងប្អូនពេលឆ្អិនដបងមើលទៅដូចរាវអញ្ចឹងតែអត់រាវទេទឹកប៉ុណ្ណឹងបរិមាណប៉ុណ្ណឹងអញ្ចឹងណាហើយទៅក៏ខ្ញុំមានស្លឹកតើយកករបស់ខ្ញុំហ្នឹងក៏ខ្ញុំដាក់ចូលដើម្បីយកជាតិឈ្ងុយពីស្លឹកតើយទៅហើយអាគ្រឿងផ្សំ3មុខមិញហ្នឹងដែលខ្ញុំបង្ហាញជូនបងប្អូនហ្នឹងខ្ញុំយកធ្វើការត្រាំទឹកព្រោះដើម្បីត្រាំទឹកទៅខ្ញុំស្រួលកាត់ពធាបានណាបើអត់ពធានឹងវារឹងពេកកាត់អត់បានកាត់វាបានស្អាតបាត់ហើយខ្ញុំយកទៅលាងវា2 3ទឹកទៀតដើម្បីកុំឲ្យវាពណ៌លឿងខ្លាំងពេកណាព្រោះបើយើងអត់លាងវាទេវាពណ៌ទឹករបស់យើងនឹងរៀងលឿងខ្លាំងអញ្ចឹងយើងអត់ចង់ឲ្យបានលឿងខ្លាំងទេយើងយកទៅលាងសម្អាតវាដំបូងផុតហ្នឹងគឺខ្ញុំចាក់អាព្រិលវានឹងឯងហើយជាមួយនឹងគ្រាប់chia seedនឹងរងាស់វាមកផ្លែតដំបូងស្មានតែពិបាកធ្វើខ្លាំងដល់ពេលចេះធ្វើទៅមានអីបងប្អូនដូចស្រួលដែរនឹងអត់សូវពិបាកហ្មងទេគ្រាន់តែដាក់អាព្រិលហើយchia seedនឹងមកពុះខ្ញុំចាប់ផ្ដើមចាក់ទាំងអស់នឹងរងាស់វាទុកអញ្ចឹងណាបងប្អូនរងាស់15នាទីអីទៅដើម្បីឲ្យវាចូលជាតិគ្នាបានល្អហើយទៅក៏ខ្ញុំធ្វើការដាក់ចាប់ផ្ដើមបង់ស្ករហើយនឹងលួចទឹកឃ្មុំមកចុងសាព្រានឹងឯងបងប្អូនបើបងប្អូនធ្វើហូបធម្មតាអីដាក់ស្ករសយើងធម្មតាទៅបងប្អូននេះខ្ញុំដាក់ស្ករម៉ុងហ្វ្រូតព្រោះខ្ញុំអត់ចង់បានជាតិស្ករអញ្ចឹងណាហើយបើបងប្អូនធ្វើត្រូវតែតម្លើងស្ករជាងនឹងព្រោះខ្ញុំធ្វើនេះខ្ញុំធ្វើអត់ចង់បានផ្អែមខ្ញុំចង់ធ្វើមកហូបឲ្យបានសុខភាពល្អអញ្ចឹងខ្ញុំអត់ចង់យកជាតិផ្អែមខ្លាំងទេហើយក៏មើលកាឡអំបិលខ្ញុំគឺជាកាឡកាហ្វេបងប្អូនអើយប៉ុន្តែយើងដាក់អញ្ចឹងទៅស្អាតតាំងពីចេះធ្វើផ្អែមនឹងមកគឺថាធ្វើមិនសូវដាច់ទេខ្ញុំធ្វើដាក់ក្នុងទូផ្លាសេរហូតចឹងណាបងប្អូននិយាយទៅខែក្តៅចេះដាក់ទូឲ្យហូបតិចពេលយើងរត់ហត់អីចឹងមានកម្លាំងព្រឹសហ្មងហើយបងប្អូនអាចដាក់ទៅដោះគោញ៉ាំចេះក៏បានដែរណាបងប្អូនអត់អីទេអត់បញ្ហាអីហើយក៏ឈ្ងុយទៀតបើបង្អែមខ្មែរយើងភាគច្រើនយើងប្រើខ្ទិះដូងដល់ពេលបង្អែមសុខភាពចេះយើងប្រើដោះគោជំនួសវិញអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយតាមដានវីដេអូនេះខ្ញុំបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច like ចុច share ទាំងអស់គ្នាផងអរគុណបងប្អូនទាំងអស់គ្នាជំរាបលាបាយបាយ